សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងបានមកទៀតហើយដោយបានយករឿងមកពីក្នុង social media ដែលមានឈ្មោះថាឈប់ខ្មែរហើយរឿងនោះយើងបានយករឿងមានចំណងជើងថាជែកនាងតានីដូច្នេះយើងចូលមកសាច់រឿងយើងទាំងម្ដងមករឿងខ្មោចព្រៃបិសាចមានទាំងអ្នកជឿនិងមិនជឿអ្នកមិនជឿគឺគិតថាវាគ្រាន់តែជារឿងកុហកលើកយកមកនិយាយលេងឲ្យសប្បាយដើម្បីឲ្យអ្នកស្ដាប់មានការភ័យខ្លាចតែប៉ុណ្ណោះបញ្ហាខ្មោចបិសាចនេះមានការជជែកគ្នាឡើងប៉ងសរសៃកអស់រាប់រយចំនួនមកហើយរវាងអ្នកជឿនិងអ្នកមិនជឿរវាងអ្នកធ្លាប់ឃើញនិងអ្នកមិនធ្លាប់ឃើញអ្នកដែលគេជឿថាខ្មោចព្រាយមានពិតនោះព្រោះគេធ្លាប់មានបទពិសោធន៍ដោយខ្លួនឯងចំណែកអ្នកមិនជឿនោះព្រោះគេមិនដែលមានឱកាសបានជួបនិងបានឃើញឡើយជាពិសេសអ្នកដែលរស់នៅទីក្រុងដែលមានភាពវឹកវរចម្រើនស៊ីវិល័យនិងស្ថិតក្នុងបរិយាកាសកក្រើកកក្រងនោះគេមិនជឿថាខ្មោចមានពិតនោះទេមិនចំពោះតែជនជាតិខ្មែរប៉ុណ្ណោះទេជឿលើរឿងខ្មោចបិសាចអរិយនេតាសម្បីតែជនជាតិបរទេសឬអ្នកវិទ្យាសាស្ត្រក៏នៅទទួលស្គាល់ថាមានខ្មោចដែរព្រោះធ្លាប់បានឆ្លងកាត់ការពិសោធន៍និងបានសាកល្បងរួចមកហើយណាស់ហើយចុះលោកអ្នកជឿឬក៏មិនជឿក៏បានស្រេចតែនៅលើចំណើផ្ទាល់ខ្លួនទៅចុះពេលនេះខ្ញុំបានលើកយករឿងចម្លែកមួយមកចែកជូនប្រិយមិត្តរឿងនេះពិតឬមិនពិតនោះសូមប្រិយមិត្តវិនិច្ឆ័យដោយខ្លួនឯងទៅចុះសម្បូរជាកំឡុះចាស់អាយុ30ឆ្នាំគាត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកខាងគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញឆ្នាំ1961ក្រោយពីបានបញ្ចប់ការសិក្សាក្រសួងបានចេញឈ្មោះឲ្យទៅបង្រៀនក្នុងស្រុកមួយនៅខេត្តបាត់ដំបងដែលតាមពិតនោះគេមានស្រុកកំណើតនៅខេត្តកំពង់ធំគេទៅធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបងទាំងគ្មានស្គាល់នរណាម្នាក់សោះគេបានទៅចូលផ្ទះមួយសម្រាប់ការស្នាក់នៅផ្ទះមួយក្នុងនេះស្ងាត់ល្អណាស់ជាផ្ទះរបស់ប្រធានភូមិម្នាក់ដែលគាត់ធ្វើទុកសម្រាប់ចែកឲ្យកូនស្រីក្រោយពេលដែលរៀបការជាមួយនឹងបរិសអ្នកជំនួយម្នាក់ប៉ុន្តែត្រូវខកបំណងទៅវិញដោយសារតែកំឡោះអ្នកជំនួយនោះទៅរៀបការជាមួយនឹងកូនក្រមុំសេមបាត់ទៅដូច្នេះផ្ទះមួយក្នុងនេះត្រូវបាននៅទំនេរជារហូតមកกือบជូននិងសម្បូររជួបផ្ទះនៅផងលោកប្រធានភូមិក៏យល់ព្រមចូលឲ្យក្នុងតម្លៃថោកបំផុតសម្បូរមកនៅផ្ទះថ្មីនេះជាផ្ទះតូលមួយខ្នងគាត់ដែលនៅកណ្ដាលចំការចេកមួយរយៈដំបូងផ្ទះនេះមិនមានបង្ហាញហេតុការអ្វីខុសប្លែកឡើយអាចនិយាយបានថាសម្បូររស់នៅយ៉ាងមានសេចក្តីសុខគ្រប់ប្រការថ្ងៃមួយក្រោយពីងូតទឹកញ៉ាំបាយរួចរាល់អស់ហើយម៉ោងប្រមាណប្រហែលជា7 យប់សម្បូរចេញមកអង្គុយយកខ្យល់អាកាសនៅលើរៀនហាលពីមុខផ្ទះដោយបង្ហើយអារម្មណ៍អណ្ដែតអណ្ដូងស្ងាត់ម្នាក់ឯងនោះក្រសៅថ្មេករបស់គេក៏ងាកទៅឃើញវត្ថុមួយយ៉ាងដោយចៃដន្យយប់នោះមានខែភ្លឺស្រទន់អាចលមមនឹងមើលឃើញវត្ថុជុំវិញខ្លួនបានច្បាស់សម្បូរមានអាការៈភ្ញាក់បន្តិចបន្តួចព្រោះក្រសៅថ្មេកមិនបានកុហកខ្លួនឯងឡើយពេលនេះស្ត្រីម្នាក់កំពុងតែដើរសំដៅរោគេមានការឆ្ងល់ខ្លាំងណាស់ថ្មើរនេះហើយមានស្ត្រីហ៊ានដើរម្នាក់ឯងទៀតទីបំផុតស្ត្រីនោះក៏ដើរមកជិតដល់គេសម្បូរក៏ក្រោកឡើងស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះគេគិតថាប្រហែលជាញាតិមិត្តបងប្អូនរបស់លោកប្រធានភូមិមានធុរៈអ្វីម្យ៉ាងហើយទើបមកទាំងយប់ដូចនេះសូមទោសមានការអីអញ្ជើញអង្គុយសិននាងបង្ហាញញញឹមដាក់គេបណ្ដើ
នឹងដើររកន្លែងអង្គុយបណ្ដើរពេលបានអង្គុយក្បែរគ្នាក្រោមពន្លឺព្រះច័ន្ទដ៏ភ្លឺនោះគេអាចប្រាប់ខ្លួនឯងបានថាស្រីម្នាក់នេះស្អាតនិងមានមន្តស្នេហ៍ណាស់ស្អាតទាំងមុខស្អាតទាំងរូបរាងរហូតស្ទើរនឹងរកស្រីណាមកប្រៀបប្រដូចគ្មានអ្នកនាងជាអ្នកណាបាទសម្បូរសួរបណ្ដើរទម្លាក់គត់អង្គុយនិងសម្លឹងទៅមុខនាងបណ្ដើរនាងខ្ញុំជាញាតិមិត្តរបស់លោកប្រធានភូមិចាស់នាងឆ្លើយទាំងបញ្ចេញស្ញាមញញឹមគួរឲ្យស្រឡាញ់នាងបញ្ជាក់លោកគ្រូមានអីផ្លែចិត្តឬទេបានសូមទោសអ្នកនាងឈ្មោះអីដែលខ្ញុំក៏បានសួរទៅគាត់តើអ្នកនាងមានឈ្មោះអ្វីដែលនាងបានឆ្លើយមកកាន់ខ្ញុំថានាងខ្ញុំឈ្មោះនេះចាឈ្មោះនេះចាជាញាតិឆ្ងាយរបស់លោកប្រធានភូមិអ្នកនាងមករកខ្ញុំនៅពេលនេះមានការអីដែលនាងបង្ហាញស្ញាមញញឹមបណ្ដើរឆ្លើយតបបណ្ដើរថានាងខ្ញុំសុំនៅសម្រាប់មួយយប់ជាមួយនឹងលោកគ្រូពាក្យសំណូមពររបស់នាងធ្វើឲ្យសម្បូរត្រូវប្រញាប់បដិសេធភ្លាមអូមិនបានទេអ្នកនាងជាស្ត្រីហើយខ្ញុំជាបុរសយើងប្រកាសជាដេកជាមួយគ្នាតែពីអ្នកមិនបានទេម្យ៉ាងទៀតបើលោកប្រធានភូមិដឹងគាត់ច្បាស់ក្តៅក្រហាយជាជាពុំខានឡើយលោកប្រធានភូមិប្រកាសជាមិនដឹងទេចាទោះជានឹងដឹងក៏មិនអីដែលសូមឲ្យនាងខ្ញុំបាននៅសម្រាប់ជាមួយនឹងលោកគ្រូមួយយប់ទៅសម្បូរក្រវីក្បាលបដិសេធដូចដើមខ្ញុំអនុញ្ញាតមិនបានទេកុំភ្លេចថាអ្នកនាងជាស្រីខ្ញុំជាប្រុសការខូចខាតតែងតែកើតឡើងបានប្រសិនបើយើងដេកផ្ទះតែមួយជាមួយគ្នានោះសូមឲ្យឈប់មានគំនិតដូចនេះហើយត្រឡប់ទៅផ្ទះវិញទៅល្អជាងនាងនេះក៏ឆ្លើយមកកាន់លោកគ្រូវិញថាដូច្នេះលោកគ្រូស្អប់ខ្ពើមព្រោះតែនាងខ្ញុំមិនស្អាតឬលោកគ្រូក៏បានតបទៅនាងវិញថាទេមិនមែនអញ្ចឹងទេតែជារឿងខូចខាតបាត់បង់ដែលយើងត្រូវទទួលទាំងពីរនាក់សម្បូរឆ្លើយដោយស្មោះសរនិងសរសើរថាអ្នកនាងពិតជាស្អាតណាស់ប្រសិនបើទៅប្រកួតបវរកញ្ញាប្រកាសជាជាប់មិនខាននាងញញឹមម្ដងទៀតកាលពីឆ្នាំមុនលោកប្រធានភូមិធ្លាប់បញ្ជូននាងខ្ញុំទៅប្រកួតធីតាកសិកម្មគឺនាងខ្ញុំទទួលតំណែងឈ្មោះដាច់គេទៅហើយមែនឬទេចាអនុញ្ញាតឲ្យនាងខ្ញុំដេកនៅទីនេះមួយយប់ផងទៅណាចប់សម្ដីរបស់នាងម្ដងនេះសម្បូរមានការភ្ញាក់ផ្អើលបន្តិចបន្តួចព្រោះពេលនេះគេឮសូរសំឡេងឆ្កែលូសម្បូរមានចិត្តខ្វល់ខ្វាយជាងធម្មតាអ្នកនាងត្រឡប់ទៅផ្ទះវិញទៅល្អជាងជឿខ្ញុំចុះនៅពេលសម្ដីបដិសេធចុងក្រោយរបស់សម្បូរបញ្ចប់ទៅនាងក៏ប្រញាប់ចុះទៅវិញភ្លាមនាងខ្ញុំសូមសរសើរលោកគ្រូថាជាបរិសុទ្ធដែលមានចិត្តរឹងមាំបំផុតណាស់ហើយចុះបើមិនពេញចិត្តឲ្យនាងខ្ញុំដេកជាមួយនាងខ្ញុំសូមលាសិនហើយនិយាយចប់នាងក៏ឈានជើងដើរចេញទៅមាត់ក្នុងចំណោមដើមចេកដល់ក្រាស់ខ្មឹកព្រឹកស្អែកឡើងសម្បូរប្រញាប់ទៅជួបលោកប្រធានភូមិដែលជាម្ចាស់ផ្ទះហើយក៏សួរថាលោកប្រធានភូមិមានកូនក្មួយឈ្មោះនេះទេនាងថានាងជាញាតិមិត្តឆ្ងាយរបស់លោកប្រធានភូមិលោកប្រធានភូមិក៏ប្រញាប់ឆ្លើយមកកាន់សម្បូរវិញថាទេខ្ញុំគ្មានទេហេតុអីទៅលោកគ្រូសម្បូរនិយាយហេតុការណ៍ដែលកើតឡើងនោះឲ្យលោកប្រធានភូមិស្ដាប់យ៉ាងលម្អិតថែមទាំងប្រាប់ថាលោកប្រធានភូមិធ្លាប់បានបញ្ជូននាងឲ្យទៅប្រកួតធីតាកសិកម្មកាលពីឆ្នាំកន្លងទៅនឹងបានតំណែងឈ្នះដាច់នារីដទៃទៀតផងលោកប្រធានភូមិសើចហះឡើងសម្បូរឆ្ងល់ក៏សួរបញ្ជាក់បានសេចក្តីថាយ៉ាងម៉េចលោកប្រធានភូមិឈប់សិន
ខ្ញុំត្រូវសួរលោកគ្រូសិនបាទយ៉ាងម៉េចស្រីដែលមកជួបលោកគ្រូនោះតែងខ្លួនយ៉ាងម៉េចស្លៀកសំពត់ចងក្បិននិងដណ្ដប់ស្បៃពាក់ឈៀងមានផ្កាពណ៌សសេតនៅត្រង់ត្រចៀកទៀតផងមែនទេលោកគ្រូបាទពិតជាមែនហើយគេមកជួបនឹងលោកគ្រូនិយាយថាយ៉ាងម៉េចខ្លះនាងប្រាប់ថានាងជាញាតិឆ្ងាយរបស់លោកប្រធានភូមិលោកប្រធានភូមិធ្លាប់បញ្ជូននាងទៅប្រកួតធីតាកសិកម្មនិងបានទទួលតំណែងឈ្នះដាច់គេនាងប្រាប់តែប៉ុណ្ណោះខ្លាចមានរឿងមិនល្អខ្ញុំក៏សំណូមពរឲ្យនាងទៅវិញលោកគ្រូបានមើលទេថាតើនាងដើរទៅខាងណានាងដើរទៅបាតចូលទៅក្នុងចំការចេកទៅលោកប្រធានភូមិងក់ក្បាលកាលពីឆ្នាំកន្លងទៅខ្ញុំបានបញ្ជូនផ្លែឈើមួយប្រភេទចូលទៅប្រកួតក្នុងពិធីប្រចាំឆ្នាំរបស់ខេត្តនិងបានទទួលរង្វាន់ឈ្នះដាច់គេផ្លែឈើអីទៅលោកប្រធានភូមិចេកតានីសម្បូរព្រឺខ្លួននៅពេលលោកប្រធានភូមិប្រាប់ថាកំឡោះដែលមកនៅផ្ទះមួយក្នុងនេះតែងជួបនឹងស្រីក្រមុំតែងខ្លួនរបៀបបុរាណដោយដែលលោកគ្រូប្រាប់មកអីចឹងគេហៅថាខ្មោចនាងតានីក្រឡាខ្លួនមកលោកគ្រូចាត់ទុកថាជាបរិសចិត្តរឹកមឿមក្រិនបើដែលមិនព្រមឲ្យនាងដេកជាមួយបើមិនអីចឹងទេលោកគ្រូប្រកាសជាគ្មានឱកាសបានមកនិយាយរឿងនេះឲ្យខ្ញុំស្ដាប់ទេរឿងនេះក៏ឈានមកដល់ការបញ្ចប់ទៅហើយ